ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលតែងតែតាមស្ដាប់នៅក្នុង Channel ដំណើររាត្រីហើយនៅក្នុងយប់នេះគឺ admin មានសាច់រឿងមួយដែលទទួលបានពីបងស្រីម្នាក់ដែលមានឈ្មោះថាបងស៊ីនុតរឿងរ៉ាវដែលបងស៊ីនុតបានចែកម្លែកនេះគឺជាសាច់រឿងរបស់គាត់ផ្ទាល់តែម្ដងអញ្ចឹងបងស៊ីនុតគាត់មានពុកក្មេករបស់គាត់ដែលរស់នៅខេត្តកំពង់ស្ពឺប៉ុន្តែដោយសារតែគាត់គ្រួសាររបស់គាត់ការហើយអស់រយៈពេលប្រហែលជា3ឆ្នាំក៏បានប្តីរបស់គាត់ក៏បានចែកឋានទៅដោយសារតែគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងក៏ធ្វើឲ្យបងស៊ីនុតហ្នឹងក៏គាត់ជាខ្លាចជាស្ត្រីមេម៉ាយគាត់ថាអញ្ចឹងហើយគាត់ក៏មានថ្ងៃមួយដែលគាត់បានទៅលេងនឹងឪពុកក្មេករបស់គាត់ណាហើយគាត់ក៏បានទទួលបានចំណេះដឹងពីឪពុកក្មេករបស់គាត់ខ្លះៗដែរគឺដោយមានការស្រឡាញ់នឹងការពេញចិត្តដោយឪពុកក្មេករបស់គាត់នឹងយល់ចិត្តគាត់អីអញ្ចឹងណាហើយឪពុកក្មេករបស់គាត់នឹងគឺមានអាយុ54ឆ្នាំហើយម៉ែក្មេករបស់គាត់នឹងគឺពួកគាត់ទាំងពីរគឺនៅផ្ទះផ្សេងគ្នាដោយសារផ្ទះរបស់គាត់គឺមាន2អញ្ចឹងបងស៊ីនុតក៏បាននិយាយថាថ្ងៃមួយគឺជាថ្ងៃដែលគាត់អត់ធ្វើការទេហើយគាត់នឹងគឺធ្វើការរោងចក្របងប្អូនគឺនៅទីក្រុងភ្នំពេញគាត់បាននិយាយថាកាលពី3ឆ្នាំមុនកាលគាត់នៅជាប្រពន្ធប្តីរបស់គាត់ហើយដល់ពេលកាលហ្នឹងគាត់ថាគាត់រូបរាងរបស់គាត់ណាហើយគាត់ថារៀងអាក្រក់ខ្លាំងមែនតើសូម្បីតែអ្នកស្រុកនៅភូមិក៏មិនមកគាត់ដែរដោយសារតែសម្រស់របស់គាត់ហ្នឹងគឺវាដូចជាមិនសូវបានអញ្ចឹងហើយក៏មិនសូវមានអ្នករាប់អានដែរអញ្ចឹងគាត់ក៏មានថ្ងៃមួយគឺគាត់បានទៅលេងនឹងផ្ទះឪក្មេករបស់គាត់នៅពេលដែលគាត់ទៅលេងឪក្មេករបស់គាត់ហ្នឹងគឺគាត់ថាទៅដល់ក៏បានឃើញឪពុករបស់គាត់ហ្នឹងកំពុងតែសម្រាននៅក្នុងអង្រឹងនៅខាងកងផ្ទះរបស់គាត់នៅពេលហ្នឹងគឺគាត់នៅតែម្នាក់ឯងទេហើយម្ដាយក្មេករបស់គាត់ក៏ពេលហ្នឹងដូចជាគាត់ទៅវត្តអញ្ចឹងពេលដែលគាត់ទៅដល់គាត់ក៏បានជួបនឹងឪក្មេករបស់គាត់ហើយនៅពេលនោះឪពុករបស់គាត់ហ្នឹងក៏បានសួរទៅកាន់សួរថាពីណាគេអញ្ចឹងទៅដោយសារតែបងស៊ីនុតហ្នឹងគឺគាត់មានសម្រស់ខុសប្លែកពីរាល់ដងអញ្ចឹងណាឬក៏ដូចកាលពីមុនអញ្ចឹងណាពីខុសផ្នែកខ្លាំងមែនតើដោយសារតែពេលហ្នឹងបងស៊ីនុតគាត់បាននិយាយថាគាត់ស្លៀកពាក់បែបលក្ខណៈរៀងសិចស៊ីអញ្ចឹងទៅឬក៏ធម្មតាគាត់សាច់សខ្ចីអីអញ្ចឹងណាអញ្ចឹងគាត់ត្រូវការបញ្ចេញទៅខាងក្រៅទៅម្ដងមកការអញ្ចឹងទៅអញ្ចឹងគាត់ត្រូវការចែកម្លែកក៏ដូចជាឲ្យសម្រាប់របស់គាត់នឹងត្រូវការពលឺថ្ងៃតិចទៅកុំឲ្យដល់នៅក្នុងតែបន្ទប់បិទបាំងតែកៅអៅអញ្ចឹងទៅអញ្ចឹងគាត់ក៏បញ្ចេញសាច់នៅពេលហ្នឹងគឺឪពុកក្មេករបស់គាត់ហ្នឹងក៏បានសួរស្រែកពីចម្ងាយណាខ្ទង់ប្រហែលជា50ម៉ែត្រពីគាត់ដោយសារគាត់រៀងចាស់ចឹងភ្នែកគាត់រៀងមិនសូវច្បាស់ទេគាត់ក៏បានសួរទៅកាន់សួរថាក្មួយពីណាគេហ្នឹងហើយដូចជាមិនដែលឃើញមុខសោះក្មួយជួយពីខាងណាដែរពេលហ្នឹងបងស៊ីនុតក៏បានឆ្លើយតបទៅកាន់ពុកក្មេករបស់គាត់ថាពុកខ្ញុំតាពុកអត់ស្គាល់កូនភាសាទេអីពេលហ្នឹងឪក្មេករបស់គាត់ក៏បានតបមកវិញថាហាសំឡេងដូចជាធ្លាប់ស្គាល់វិញដូចជាកូនភាសារបស់អញតានេះពេលហ្នឹងឪពុករបស់គាត់ហ្នឹងមែននេះហើយកូនស្រីកូនមកពីការឪដកដឹងសោះនេះពេលហ្នឹងគឺបងនុតហ្នឹងក៏បានប្រាប់ទៅឪពុករបស់គាត់វិញថាហ្នឹងឯងពុកខ្ញុំទៅតែម្ដងហ្នឹងហើយជឿម៉ែគាត់អញ្ជើញតាណាហើយនៅពេលហ្នឹងឪពុកក្មេករបស់គាត់ក៏បានឆ្លើយតបដល់លឿនថាម្ដាយរបស់កូនគឺគាត់ទៅវត្តបាត់ហើយទៅតាមពីព្រឹកមិនទាន់ឃើញមកសោះនៅក្នុងពេលហ្នឹងគឺប្រហែលជាម៉ោង9យប់សំទោស9ថ្ងៃមាន9យប់ទេ9ថ្ងៃណាគាត់ក៏បានអង្គុយនិយាយគ្នាអស់រយៈពេលប្រហែលជា4-10នាទីដោយសារពេលហ្នឹងគឺមានឪពុករបស់គាត់ក៏បានសួរទៅកាន់កូនស្រីរបស់គាត់ថាហេតុអីបានជាកូនឥឡូវប្លែកខ្លាំងអស់ម៉េះហើយដូចជាមិនដូចពីមុនអីអញ្ចឹងណាពីមុនខ្មៅឡើងញ៉េះហើយការស្លៀកពាក់ដូចជាមិនចរិយាគេថាខុសពី100ដឺក្រេតែម្ដងណាឪពុករបស់គាត់ណាបានសួរហើយក៏ពេលចាប់ដៃចាប់ជើងមើលអីចឹងទៅកូនភាសាអញ្ចឹងទៅដោយសារតែកូនភាសាមេម៉ាយអញ្ចឹងណាតដល់ពេលអញ្ចឹងទៅឪពុករបស់គាត់ក៏បានសួរថាចុះឥឡូវកូនមិនដែរកូនមានអ្នកគិតគូរអីនៅឬក៏មានស្នេហាអីនៅអញ្ចឹងទៅដល់ពេលហ្នឹងបងស៊ីនុតក៏បានឆ្លើយតបទៅកាន់ឪពុកក្មេករបស់គាត់ថាដូចជាមិនទាន់គិតគូរទេពុកដោយសារតែការគិតគូរហ្នឹងឯងពីកាលពី3ឆ្នាំមុនហ្នឹងខ្ញុំគ្មានពេលធ្វើខ្លួនធ្វើអីទេមើលតែសម្បល់របស់ខ្ញុំ3ឆ្នាំមុនទៅពុកដូចជាយ៉ាប់យ៉ឺនខ្លាំងមែនតើឥឡូវទើបតែខ្ញុំនៅម្នាក់ឯងទើបខ្ញុំរៀងគ្រាន់បើជាងមុនបន្តិច
ចឹងពុកចង់ឲ្យខ្ញុំយកទៅអីនៅពេលនោះឪពុកក្មេងបកគាត់ក៏បានសួរទៅកាន់កូនប្រសាមេម៉ាយថាចុះបើសិនជាកូនអត់មានប្តីអញ្ចឹងហើយខានយូរអញ្ចឹងកូនមានអារម្មណ៍ថាជូរមាត់ដែរអត់តទៅពេលអញ្ចឹងបងស៊ីណុតក៏បានលន់មាត់ថាពុកម្ដេចបានជាសួររឿងបែបហ្នឹងអញ្ចឹងអារឿងថាជូរមាត់ច្បាស់ជាជូរឯពុកព្រោះដោយសារតែធម្មតាយើងធ្លាប់ញ៉ាំស្វាយរាល់ថ្ងៃអញ្ចឹងដល់ពេលយើងអត់ដែលមានស្វាយញ៉ាំអស់រយៈពេល3 4ឆ្នាំទៅហើយវារៀងជូរបន្តិចដែរប៉ុន្តែធ្វើម៉េចយើងត្រូវការថែសម្រស់អញ្ចឹងទៅពុកដូចជាមិនទាន់ចង់បានទេពុកទៅពេលអញ្ចឹងទៅឪពុកក្មេងបើគាត់ក៏ថាអញ្ចឹងគួរអាណិតណាកូនកូនមិនគួរណាទៅជាអញ្ចឹងសោះអញ្ចឹងទៅឲ្យបងស៊ីណុតក៏បានសួរទៅកាន់ហើយឪពុកក្មេងបើគាត់ថាយ៉ាងម៉េចដែរឪពុកក្មេងដូចជាខ្ញុំដកដែរមកលេងអស់រយៈពេល3ឆ្នាំហើយសុខទុក្ខរបស់ពុកយ៉ាងម៉េចដែរហើយនឹងម៉ែណាឪពុកក្មេងរបស់គាត់ក៏បានតបទៅវិញថាមិនអីទេកូនវាគ្រាន់តែពេលខ្លះអង្គុយសុកក៏ឈឺក្បាលពេលខ្លះក៏អង្គុយក៏ឈឺខ្លួនអញ្ចឹងទៅអាហ្នឹងជាជំងឺរបស់មនុស្សចាស់ទេកូនពេលហ្នឹងបងស៊ីណុតក៏បានសួរទៅកាន់ឪពុកក្មេងចាស់ហេតុអីជាឮថាម៉ែហើយនឹងឪពុកនៅផ្ទះផ្សេងគ្នាឪពុកក្មេងរបស់គាត់ហ្នឹងក៏បានឆ្លើយប្រាប់ថាកូនដូចជាចាស់ហើយមិនបាច់នៅក្បែរគ្នាក៏បានដែរបើសិនជាមានពីណាក្មេងមកនៅចិត្តទៅក៏ចេះមានអារម្មណ៍ចង់ឲ្យនៅប៉ុន្តែបើសិនជាម៉ែឯងនេះអាយុ60ជាងឯងឲ្យអញនៅចិត្តអីចឹងណាពាក្យហ្នឹងគឺគាត់និយាយមកវាលើសបន្តិចដែរបងប្អូនហើយក៏សូមអធិស្ឋានទុកជាមុនផងណាពេលហ្នឹងសេនុតក៏បានទៅកាន់សុកាន់ពុកបគាត់ថាចុះបងប្អូនក៏ដូចជាកូនរបស់ពុកគាត់ទាំងអស់គ្នាគឺសុខសប្បាយអត់តទៅពេលហ្នឹងគឺដោយសារផ្នែករបស់ឪពុកក្មេងរបស់គាត់ណាអាឡ័យតែមើលមកបងសេនុតនេះដោយសារជាធម្មតាគាត់អង្គុយលើគ្រែណាបែបលក្ខណៈឈរបែរទៅមកចង្ហៀងអញ្ចឹងទៅហើយតទៅពេលអញ្ចឹងទៅឪពុកក្មេងរបស់គាត់អាឡ័យតែមើលមុខសេនុតក៏ដូចជាបងសេនុតហ្នឹងឃើញគេហៅថាមុខរបស់គាត់នេះគាត់តែសួរអញ្ចឹងទៅហើយក៏បានឃើញបងសេនុតពាក់អាវរៀងលក្ខណៈគាត់រៀងបញ្ចេញសាច់អីអញ្ចឹងណាគាត់ក៏បានមើលឡើងផ្លឹកអញ្ចឹងទៅដល់ពេលមើលឡើងផ្លឹកទៅបងសេនុតក៏បានសួរខ្លាំងថាដល់ពេលហ្នឹងគឺបងសេនុតក៏បានសេចហៅពុកព្រោះអីមើលអីគេអញ្ចឹងណាដល់ពេលសួរបែបហ្នឹងលេងឪពុកក្មេងរបស់គាត់ក៏បានឆ្លើយតបទៅកាន់កូនភាសាមេម៉ាយរបស់គាត់ហ្នឹងថាចេះកូនឥឡូវនេះដូចជាលើកករបស់កូននេះដូចជាសខ្លាំងមែនទែនខុសប្លែកពីកាលពី3ឆ្នាំខ្លាំងមែនទែនណាកូនដល់ពេលហ្នឹងដល់ពេលឃើញបែបហ្នឹងហើយបងស៊ីណុតក៏បានកលេចមើលមុខទៅឪពុកក្មេងរបស់គាត់ពុកមុខរបស់កូនមុខរបស់ពុកដូចជាមានអារម្មណ៍ថាវាឡើងក្រហមខ្លាំងហ្មងពុកពេលហ្នឹងបងស៊ីណុតក៏បានបន្ថែមទៀតថាពុកក្បាលរបស់ពុកក៏ដូចជាខ្លួនរបស់ពុកណាហាក់បើដូចជាខ្លាំងមែនទេក្តៅខ្លាំងមែនទេពុកមានបញ្ហាក៏ដូចជាខ្យល់ឬមែនទេអញ្ចឹងណាតទៅពេលអញ្ចឹងទៅឪពុកក្មេងរបស់គាត់ហ្នឹងក៏បាននិយាយទៅកាន់កូនប្រសាស្រីរបស់គាត់ថាចេះហ្នឹងហើយកូនកូនមកអញ្ចឹងគឺល្អហើយដោយសារតែពុកហ្នឹងដូចជាអត់សូវស្រួលខ្លួន2ថ្ងៃទៅហើយប៉ុន្តែគាត់រប្រពន្ធរបស់គាត់ហ្នឹងគឺកោខ្យល់ប៉ុន្តែប្រពន្ធរបស់គាត់អត់កោឲ្យទេដោយសារតែគាត់ថាអស់កម្លាំងឬក៏គាត់ខ្ជិលយ៉ាងទៅអញ្ចឹងបើសិនជាកូនមិនប្រកាន់ទេកូនអាចជួយកោខ្យល់ឲ្យពុកបន្តិចបានទេពេលហ្នឹងបងសេនុតហ្នឹងក៏នឹកឃើញថាបើសិនជាពុករបស់យើងហើយបើសិនជាយើងមិនកោឲ្យដូចជាវាមិនសមហើយដោយសារតែពេលហ្នឹងគឺយើងនៅតែ2នាក់ទៀតដោយសារហើយពេលហ្នឹងគឺបងសេនុតគាត់ថាខ្លួនរបស់ឪពុករបស់គាត់ហើយគាត់បានយកដៃរបស់គាត់ហ្នឹងណាទៅស្ទាបនឹងក្បាលរបស់ឪពុករបស់គាត់វាហាក់បើដូចជាក្តៅខ្លួនខ្លាំងអីចឹងណាដល់ពេលហ្នឹងគឺឪពុករបស់គាត់ក៏បានយកដៃហ្នឹងគឺចាប់ដល់ពេលចឹងឪពុកក្មេងរបស់គាត់ថាកូនឯងកូនដៃកូនឯងនេះអីគាត់ត្រជាក់អស់ម៉េចហើយឡើងទុនល្មើយហ្មងណាហើយគាត់និយាយឡើងមកអូអញ្ចឹងបងប្អូនគាត់និយាយឡើងមកអូអញ្ចឹងដល់ពេលចឹងទៅគាត់ក៏បានថាឥឡូវពុកយកពេលកន្លះមកបន្តិចហើយកូនចាំកោសបន្តិចណាកូនកុំប្រកាន់ណាឲ្យពុកគាត់នៃការឈឺពុកមើលមិនឃើញទេកន្លែងហ្នឹងណាហើយ
Bộcដឹងថានេះគឺជាជំងឺមនុស្សចាស់ឈឺញឹកបន្តិចហើយដល់ពេលចឹងទៅបងស៊ីនុតហ្នឹងក៏បានថាមិនអីទេពុកអញ្ចឹងពុកយកពេងកាឡាមកហើយពុកគេនៅលើក្រែហ្នឹងទៅហើយយកខ្នើយមកកាយផងអីចឹងទៅធ្វើតាមអ្វីដែរពុកគាត់រោចឹងទៅពេលហ្នឹងគឺបងស៊ីនុតក៏បានកោហើយគាត់ក៏បានរបៀបថាជើងរបស់បងស៊ីនុតហ្នឹងណាហើយដោយសារតែគាត់ស្លៀកសពុតខ្លីបងប្អូនអញ្ចឹងវាពិបាកខ្លាំងមែនតើពិបាកនឹងការឡើងកោណាធម្មតាយើងអង្គុយលើក្រែបើសិនយើងឈរកោហើយគាត់អង្គុយនៅគៀនក្រែទៅគឺឈរកោបានប៉ុន្តែគាត់អង្គុយនៅកណ្ដាលក្រែនេះហើយបងស៊ីនុតគាត់ស្លៀកសពុតទៀតតទៅពេលចឹងទៅបងស៊ីនុតគាត់ថាពុកខ្ញុំដូចជាពិបាកនេះពុកមានកសែងអីអត់ខ្ញុំចង់យកកសែងនេះមកបាំងនឹងសម្ពុតខ្ញុំបន្តិចដោយសារតែខ្ញុំហ្នឹងស្លៀកសពុតខ្លីពេកដល់ពេលចឹងទៅឪពុករបស់គាត់ហ្នឹងក៏បានតបទៅកាន់នឹងកូនប្រសារបស់គាត់ថាចេះមិនអីទេកូននៅនេះគឺមានតែពីរអ្នកយើងតែប៉ុណ្ណោះបើពុកមិនឃើញគ្មានពីណាឃើញឡើយពេលហ្នឹងបងស៊ីនុតក៏គិតណាអញ្ចឹងទៅពុកហើយដល់ពេលគាត់បាននិយាយបែបហ្នឹងហើយឪពុកក្មេករបស់គាត់ហ្នឹងក៏បានតបទៅកាន់ស៊ីនុតទៅវិញថាហ្នឹងហើយធ្វើតាមិនដឹងមិនលឺទៅគ្មានពីណាទៅឃើញទេហើយបើពេលខ្លះបើសិនវាមានស្ថានភាពបែបហ្នឹងក៏វាល្អមួយយ៉ាងដែរកូនដោយសារអីគឺមានខ្យល់បបខ្យល់បរិសុទ្ធចូលអញ្ចឹងណាកុំឲ្យវានៅតែក្នុងបន្ទប់ក៏ដូចជានៅតែក្នុងរោងចក្រពេកព្រោះដោយសាររាល់ដងគឺកូនឲ្យគ្នានៅតែក្នុងម្លប់រហូតអញ្ចឹងហើយអញ្ចឹងថ្ងៃនេះយើងចេញមកក្រៅម្ដងឲ្យវាចូលខ្យល់ក៏វាមិនអីដែរបងប្អូនដល់ពេលអញ្ចឹងគាត់ក៏បានភ្ញាក់ព្រឹកពុកនិយាយអីអញ្ចឹងអ្នកដឹងកូនអៀននេះដល់ពេលអញ្ចឹងទៅបងស៊ីនុតក៏បាននិយាយបន្តទៀតថាមិនអីទេអញ្ចឹងពុកគេទៅហើយកោសហើយឥឡូវហើយកុំនិយាយច្រើនពេកពេលហ្នឹងគាត់ក៏បានកោសខ្យល់រហូតកោសខាងក្រោយហើយដល់ពេលខាងក្រោយហើយគាត់ក៏បានឲ្យពុកក្មេករបស់គាត់នេះថាពុកពួកឯងផ្ងាខ្លួនមកដើម្បីខ្ញុំកោសពីមុខដល់ពេលអញ្ចឹងទៅឪពុកក្មេករបស់គាត់ក៏បាននិយាយទៅកាន់កូនប្រសារបស់គាត់ថាចេះដូចជាមិនសមទេកូនអីព្រោះសារតែដូចជាពុកដូចជាមិនហ៊ានសោះដល់ពេលអញ្ចឹងទៅបងស៊ីនុតក៏បានតបទៅកាន់នឹងឪពុកក្មេករបស់គាត់វិញថាចេះហេតុអីបានត្រូវជាអត់ហ៊ានកូនហើយដល់ពេលអត់ឃើញហ្នឹងបងស៊ីនុតគាត់ថាមុខរបស់ឪពុកក្មេករបស់គាត់ណាគាត់ថាឡើងក្រហមដូចផ្លែប្រាក់ទុំអញ្ចឹងបងប្អូនឡើងក្រហមងាំងហ្មងណាដល់ពេលអញ្ចឹងទៅបងស៊ីនុតក៏បានសួរទៅកាន់ឪពុកក្មេករបស់គាត់ថាពុកកាន់តែខ្យល់កាន់តែខ្លាំងឡើងនេះមុខពុកឡើងក្រហមងាំងហ្មងណាឥឡូវពុកកុំខ្វល់ច្រើនពុកងើយផ្ងាខ្លួនដើម្បីខ្ញុំកោសខ្យល់ឲ្យដល់ពេលអញ្ចឹងទៅពុកថាបើសិនជាពុកងើយទៅដូចជាចំពេកហើយកូនហីចំពេកណាពេលអញ្ចឹងបងស៊ីនុតក៏សួរថាចំគេពុកចំអីគេអញ្ចឹងណាដល់ពេលដែលឪពុកក្មេករបស់គាត់ហ្នឹងគាត់ថាឥឡូវបើសិនជាកូនមិនប្រកាន់ទេចង់បើចំអញ្ចឹងដល់ពេលដោយសារអីគឺពេលហ្នឹងគឺបងស៊ីនុតគាត់បានស្លៀកពាក់កៅអៅរបស់គាត់ហ្នឹងវាវាលអញ្ចឹងទៅដូចជាកករបស់គាត់នេះវាវាលខ្លាំងអញ្ចឹងណាដល់វិញទៅឪពុករបស់គាត់ហ្នឹងក៏បានប្រាប់ថាអូយកូនគេល្អខ្លាំងម្លេះពីខុសពី3ឆ្នាំមុនអញ្ចឹងណាកកូនណាឬក៏គេហៅថានេះរបស់គាត់ហ្នឹងដល់ពេលអញ្ចឹងទៅស្រាប់តែកោសបងប្អូនហើយគឺឆ្នាំងគោរបស់ឪពុករបស់គាត់នេះវារបូតក៏ដូចជាងើបឡើងអញ្ចឹងណាអាឆ្នាំងគោរបស់គាត់ធ្លាប់តែវាយរដងណាតែថ្ងៃហ្នឹងស្រាប់តែពេលកោសហ្នឹងលេងឪពុករបស់គាត់លក្ខណៈគាត់អត់អាចលាក់បានទេអញ្ចឹងអ្វីគឺកូនភាសាគាត់ដឹងហើយអញ្ចឹងគាត់ក៏បានប្រហែលថាកូនឆ្នាំងគោរបស់ឪពុកខានវាយយូរហើយអញ្ចឹងកូនអាចជួយវាយបញ្ចូលបានតិចអត់ឆ្នាំងគោរបស់ឪពុកនេះដូចជាយូរដែរហើយចិត្តឡើងគេហៅថាចិត្តអាស័យចាស់ណាអាស័យចាស់ដែលគេមានខ្នឹងហើយគេយកធ្វើជាស្នឹងគោអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅកូនភាសាស្រីរបស់គាត់នេះក៏ញញឹមហើយក៏រៀងលក្ខណៈថាគាត់រៀងអៀនអញ្ចឹងណាដល់ពេលហ្នឹងគឺបងស៊ីនុតគាត់ថាគាត់ដែរអញ្ចឹងណាគាត់ថាមិនអីទេពុកបើសិនជាពុកពិបាកខ្លាំងក៏ដូចជាពុកទ្រាំមិនបានចាំកូនជួយវាយឲ្យពេលហ្នឹងគឺបងស៊ីនុតគាត់ថាគាត់ដៃមកខាងមកគាត់យកដៃទៅ
គេហៅថាវាយស្នឹងគោរបស់គាត់ណាហើយដៃម្ខាងរបស់គាត់ក៏បានកោសខ្យល់បដាចឹងទៅគាត់ពេលហ្នឹងគឺគាត់ថាពេលដែលគាត់កោសខ្យល់ហើយស្នឹងគោរបស់គាត់ក៏ហើយផងដែរគាត់ថានិយាយទៅគឺបានកម្រឃើញអាស្នឹងគោចាស់ចាស់អញ្ចឹងណាវាល្អដែរហើយឪពុករបស់គាត់ក៏បានសារភាពត្រង់ថាគាត់ខានវាយយូរដែរហើយស្នឹងគោរបស់គាត់ណាហើយក៏ខានមលៀងមុខដែរបើសិននិយាយទៅគេថាខានបញ្ចូលគេហៅថាមានបញ្ចូលគឺគេហៅថាលក្ខណៈថាខានប្រើពីឲ្យវិញទៅហើយធម្មតាបើស្នឹងគោវាខានវាយដីយូរទៅវាវាយមានខ្មោចស៊ីអីទៅបើសិនជាយើងវាយញឹកទៅវាអត់អីទេវារលោងអីចឹងទៅអញ្ចឹងពេលហ្នឹងគឺពួកគាត់ទាំងពីរហ្នឹងក៏កោសខ្យល់ឲ្យឪពុកក្មេងរបស់គាត់រួចរាល់ហើយទៅពេលសិតតែពេលចៃដន្យខ្លះមែនទែនពេលដែលគាត់កោសខ្យល់ហើយហ្នឹងមកសន្ទុះក្រោយមកក៏ប្រពន្ធរបស់ឪក្មេងរបស់គាត់ដូចទៅត្រូវជាម៉ែក្មេងរបស់បងសិនុតហ្នឹងក៏មកដល់ល្មមនៅពេលហ្នឹងបងសិនុតក៏បានសួរទៅកាន់ម៉ែក្មេងរបស់គាត់ថាម៉ែអញ្ជើញទៅមកពីណាពេលហ្នឹងគឺម្ដាយក្មេងរបស់គាត់ក៏បានឆ្លើយទៅកាន់កូនប្រសារបស់គាត់ថាទៅមកពីវត្តហ្នឹងកូនហើយកូនមកដល់យូរនៅមកដល់យូរដែរហើយពុកម៉ែមកនោះគឺចំពេលដែរពុកគាត់ខ្យល់ទៀតនេះហើយឥឡូវគាត់ប្រើខ្ញុំកោសខ្យល់ហើយទៅតកោសហើយមុននឹងមិញពេលហ្នឹងប្រពន្ធរបស់ដូចជាម៉ែក្មេងរបស់គាត់ក៏បានតបទៅកាន់កូនប្រសារបស់គាត់ថាហ្នឹងហើយប្រពន្ធឯងហ្នឹងហៅម៉ែកោសខ្យល់ដូចជាប្រហែលដងដែរប៉ុន្តែម៉ែដូចជាអស់កម្លាំងកោសវាមិនកើតអីចឹងណាអញ្ចឹងបានកូនកោសឲ្យក៏វាល្អមួយយ៉ាងដែរហ្នឹងអរគុណច្រើនកូនហើយពេលហ្នឹងគឺម្ដាយក្មេងរបស់គាត់ក៏មានយកនំគមមកដែរដោយសារគាត់យកពីវត្តណាក៏បានដកនំគម3មកឲ្យកូនប្រសាស្រីមេម៉ាយរបស់គាត់ហ្នឹងហើយអញ្ចឹងពួកគាត់ហ្នឹងក៏បានអង្គុយនិយាយគ្នាជជែកគ្នារហូតទៅល្ងិតហើយញ៉ាំបាយហើយហ្នឹងបងសិនុតហ្នឹងក៏បានធ្វើដំណើរមកទីក្រុងភ្នំពេញវិញទៅអញ្ចឹងសាច់រឿងពួកគាត់ទាំងពីរក៏សូមបញ្ចប់តែត្រឹមហ្នឹងហើយបងប្អូនយល់យ៉ាងណាដែរកុំភ្លេចជួយ comment admin ម្នាក់មួយផងដើម្បីឲ្យ admin ធ្វើការដំណើរបន្តសាច់រឿងក៏ដូចជាធ្វើការមានចំណុចខ្វះខាតអីចឹងណាអាចជួយ comment ក៏បានហើយបើសិនខ្ញុំក៏សូមអធិស្ឋានសម្រាប់កាយវិការក៏ដូចជាខ្ញុំដូចជាមិនសូវប្រសពអង្គធ្វើកាយវិការអញ្ចឹងបងប្អូនណាហើយទឹកមុខរបស់ខ្ញុំវារៀងងួយដេកឥឡូវម៉ោង1អញ្ចឹងបងប្អូន1យប់ណាបងប្អូនអញ្ចឹងខ្ញុំសូមអរគុណបងប្អូនដែលតាមដានតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុចសញ្ញាកណ្ដឹងជាវម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណជួបគ្នាវីដេអូក្រោយបាយបាយ